đầm bayផលិតផលដែលផលិតនៅក្នុងស្រុកមួយទទួលបានលទ្ធផលជោគជ័យគឺផ្ដើមចេញពីការគ្រប់គ្រងរបស់បងប្អូនយើងទាំងអស់គ្នាបើសិនជាផលិតបានហើយចិញ្ចឹមបានហើយធ្វើបានហើយយើងមិនសហការយើងមិនរួមគ្នាយើងមិនប្រឹងប្រែងរួមដៃគ្នាតើឲ្យនរណាមកសហការឲ្យនរណាមកជួយគ្រប់គ្រងយើងអញ្ចឹងមានតែយើងទាំងអស់គ្នានឹងឯងរួមសាមគ្គីគ្នាពុតដៃគ្នាធ្វើយ៉ាងណាដើម្បីទទួលបានភាពជោគជ័យនៅការចិញ្ចឹមនៅការផលិតនៅក្នុងស្រុកទន្ទឹមនឹងការគ្រប់គ្រងនោះដែរអ្នកដែលផលិតអ្នកដែលចិញ្ចឹមក៏គួរតែខិតខំប្រឹងប្រែងខែខៃច្នៃប្រឌិតយ៉ាងណាឲ្យមានគុណភាពឲ្យមាន quality ឲ្យមានគុណតម្លៃទាំងភាពស្មោះត្រង់ទាំងការធ្វើរបស់អ្នកទឹកដៃរបស់អ្នកនិងការចិញ្ចឹមរបស់អ្នកតើល្អបានប៉ុណ្ណាដែរដើម្បីយើងអាចទទួលបាននៅទិន្នផលមួយខ្ពស់ជូនដល់បងប្អូនទាំងអស់គ្នាហើយលើកទឹកចិត្តដល់បងប្អូនអ្នកបរិភោគឬក៏អ្នកគ្រប់គ្រងអញ្ចឹងគឺមានតែយើងទាំងអស់គ្នានឹងឯងហើយដែលជាអ្នកណាគ្រប់គ្រងជួយលើកកម្ពស់អ្វីដែលមាននៅក្នុងស្រុកកុំឲ្យតែផ្លែឈើចូលពីក្រៅស្រុកមកស្រែកគីមីបន្លែពីក្រៅស្រុកមកស្រែកគីមីប៉ុន្តែអ្វីដែលអាចផលិតបាននៅក្នុងស្រុកយើងមិនគ្រប់គ្រងទេយើងមិនរួមគ្នាទិញទេបើជានាំគ្នាកាន់លុយទៅផ្សារទៅទិញបន្លែពីផ្សារអ្នកស្រុកអ្នកភូមិបងប្អូនជិតខាងយើងគាត់ផលិតគាត់ធ្វើបានយើងមិនទៅគ្រប់គ្រងយើងមិនបានទៅជួយគ្រប់គ្រងទេបើជាប្រឡំឡើងល្ងាចឡើងនាំគ្នាបដើគ្នាជិះឡានជិះម៉ូតូជិះកង់ទៅផ្សារហើយបន្ទាប់មកស្រែករអូថាណាគីមីណារបស់នាំចូលប៉ុន្តែទន្ទឹមនឹងនោះតើយើងបានខិតខំគ្រប់គ្រងនឹងឲ្យតម្លៃទៅលើការខិតខំប្រឹងប្រែងចំពោះបងប្អូនអ្នកដាំចំពោះបងប្អូនអ្នកចិញ្ចឹមទេអ្វីដែលខ្ញុំបានលើកឡើងនេះគឺចង់មានន័យថាយើងទាំងអស់គ្នាយើងគួរចេះស្រឡាញ់គួរចេះពុតដៃគួរចេះរួមគ្នាដើម្បីលើកកម្ពស់ណាផលិតផលក្នុងស្រុកកសិកម្មក្នុងស្រុកទាំងអស់គ្នាអូខេជួបគ្នាវីដេអូថ្មី